Hello everyone, nice to see you again, and let's translate three more English idiom with me. And the first one, the first one is to use bombs or other weapons to destroy somebody or something completely. Okay, to use bombs or other weapons to destroy somebody, something completely. ចឹងវាមានន័យថាប្រើប្រាស់ក្របី bombs and other weapons ឬក៏អាវុធផ្សេងៗទៀតអាវុធយុទ្ធភ័ណ្ឌផ្សេងៗទៀតទៅបំផ្លាញនរណាម្នាក់ឬក៏អ្វីមួយឲ្យរលាយ completely ចឹង destroy completely ហ្នឹងគឺឲ្យរលាយហ្មងឲ្យអាលុតរលាយហ្មងណាអញ្ចឹង the example ឧទាហរណ៍ the plane was blown to pieces when the bomb exploded. The plane was blown to pieces when the bomb exploded. ចឹងគេថាយន្តហោះគឺត្រូវបានកំទេចឲ្យខ្ទេចដូចផេះហ្មងនៅពេលដែលគ្រាប់បែកហ្នឹងគឺទូចឹង the correct idiom or the idiom to mean អញ្ចឹងណាបានន័យអញ្ចឹងគឺblow somebody something to bits or pieces ចឹងដូចគ្នាយ៉ាងនិយាយថា blow somebody or blow something to bits ឬក៏ blow somebody or something to pieces ចឹងគឺយើងប្រើក្របបែកឬក៏អាវុធយុទ្ធភ័ណ្ឌផ្សេងៗដើម្បីគំទេចនរណាម្នាក់ឬក៏អ្វីមួយឲ្យទៅជាផេះផងហ្មង Okay, and the second one informal impatient to do or start doing something informal impatient to do or start doing something បកប្រែថាភាសាសម្រាប់និយាយគឺមិនមានភាពអត់ធ្មត់មិនអាចរងចាំបានក្នុងការធ្វើអ្វីមួយឬក៏ចាប់ផ្ដើមធ្វើអ្វីមួយគេមិនមានភាពអត់ធ្មត់ក្នុងការរងចាំដើម្បីធ្វើអ្វីមួយបានន័យថាគឺចង់តែធ្វើភ្លាមហ្មងមិនអាចរងចាំបានណាគេថាអន្ទះហ្មងអន្ទះសារចង់ធ្វើអញ្ចឹងណា Okay, the example Gary's champing at the bit to go to college. Okay, Gary's champing at the bit to go to college. ឧទាហរណ៍នេះគេថាហ្នឹងហើយអញ្ចឹងមុនដែលយើងបកប្រែយើងរើសសិនមកចម្លើយគឺchamping champ I'm sorry ចង់ភ្លេចអានពាក្យហ្នឹងគឺ champing at the bit Okay, champing at the bit បើយើងនិយាយទៅ champ គឺមកពីពាក្យពេញវាគឺ champion ទៅពី champ ហ្នឹងមានន័យថាពេលដែលយើងឈ្នះអីមួយអ្នកគេថាបានជ័យជំនះលើអ្វីមួយគឺអ្នកឈ្នះអញ្ចឹងក៏គេវាស្តៀងគ្នាដែរជឿថាយើងចង់ឈ្នះអីយើងធ្វើអីយើងចង់តែធ្វើវាយើងដើម្បីឈ្នះហ្នឹងគឺវាស្តៀងទៅនឹង champ ហ្នឹងឯង champion គឺអ្នកដែលបានជ័យជំនះលើអ្វីមួយអ្នកឈ្នះអញ្ចឹងណាអញ្ចឹងidiom ហ្នឹងគឺវាមានន័យស្តៀងគ្នាហើយវាយើងលោកកលេចមើលឧទាហរណ៍មានន័យថា Gary ហ្នឹងគឺគាត់កំពុងតែអន្ទះអន្ទែងឬក៏អន្ទះសារចង់ទៅរៀនបន្តនៅមហាវិទ្យាល័យខ្លាំងមែនតើអញ្ចឹងណាអញ្ចឹង impatient to do or start doing something អន្ទះសារចង់ធ្វើអ្វីមួយជាខ្លាំងដោយមិនអាចអត់ទ្រាំបានជឿថាมันមានភាពអំណត់អត់ចង់ចាំចង់និយាយមួយម៉ាត់គឺមិនចង់ចាំអន្ទះសារមកអន្ទះអន្ទែងអន្ទះសារហ្នឹង Alright champing at the bit Okay, so the last one is informal to do your share of a task informal to do your share of a task ចឹងភាសានិយាយគឺមានន័យថាធ្វើចំណែកនៃការងាររបស់អ្នកគេបើយើងប្រែចំធ្វើចំណែកនៃការងាររបស់អ្នកអូខេបើយើងសម្រាយនៃឲ្យចំនៃយើងនិយាយជាទូទៅថាយើងមានភារកិច្ចអីយើងធ្វើហ្នឹងទៅអូខេអញ្ចឹងភារកិច្ចកិច្ចការងារដែលគេបែងចែកថាយើងទៅធ្វើអីណាអញ្ចឹងគឺយើងត្រូវតែធ្វើអាកិច្ចការងារយើងទៅដែលគេចាត់ចែងហ្នឹងទៅគេ do your share of a task Okay, we can finish this job on time if everyone does the bit. We can finish this job on time if everyone does the bit. អញ្ចឹង does the bit នេះមានន័យថាយើងមានការងារយើងធ្វើការងារយើងអូខេអញ្ចឹងណាអូខេឧទាហរណ៍អូខេសូមអធិស្ឋានអញ្ចឹង
idiom គឺ do your bit ធ្វើការងាររបស់អ្នកឯងត្រូវបានគេឲ្យធ្វើអីយើងធ្វើហ្នឹងទៅណា so do your bit okay we can finish this job on time យើងអាចបញ្ចប់ការងារនេះបានតាន់ពេលប្រសិនបើអ្នកទាំងអស់គ្នាហ្នឹងគាត់ធ្វើកិច្ចការងាររបស់គាត់ដែលគេចាត់ចែងរៀបចំឲ្យហ្នឹង alright so the answer is do your bit okay so that's it for today thank you everyone I'll see you next time take care bye